លោកភោគសាវុធអភិបាលស្រុកកងមាសបានបញ្ជាក់ថាកូនប្រុសរបស់លោកស្ថិតក្នុងរថយន្តពិតមិនមែនជាអ្នកបើកបរពិតជានារីម្នាក់ទៀតទោះយ៉ាងណាសម្ដីងប់សង$20,000របស់មន្ត្រីរាជការរូបនេះបានបណ្ដាលឲ្យសាធារណជនមិនពេញចិត្តនិងវិជ្ជមានការរិះគន់យ៉ាងខ្លាំងព្រោះវាមើលងាយតម្លៃជីវិតជនរងគ្រោះគ្រួសារជនរងគ្រោះក្រាបសំពះអង្វរថ្នាក់ដឹកនាំមេត្តាជួយរកយុត្តិធម៌ក្រោយបុគ្គលម្នាក់បើកបរបុកប៉ះហើយរងគ្រោះធ្ងន់ធ្ងរកុំឲ្យអំណាចបុគ្គលជន់ឈ្លីជីវិតអ្នកក្រីក្រជនរងគ្រោះឈ្មោះថាឧត្តមកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់គណៈភាគីបង្កអាងខ្សែស្រឡាញ់អន្តរាគមន៍កំពុងតែមានការផ្ទុះការចាប់អារម្មណ៍និងអាណិតអាសូរយ៉ាងខ្លាំងលើបណ្ដាញសង្គមក្រោយពីសាច់ញាតិជនរងគ្រោះបានបង្ហោះសារសុំកិច្ចអន្តរាគមន៍ផ្ទាល់ពីថ្នាក់ដឹកនាំកំពូលជំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងយុវជនឈ្មោះថាឧត្តមកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យដោយសាររបួសបែកក្បាលធ្ងន់ធ្ងរនិងប៉ះពាល់ដល់គ្រេងក្នុងជាច្រើនទៀតបន្ទាប់ពីត្រូវរថយន្តបុកប៉ះកាលពីយប់ថ្ងៃទី18មីនាក្រុមគ្រួសារជនរងគ្រោះបានសម្ដែងការភ័យខ្លាចយ៉ាងខ្លាំងព្រោះជនបង្កគឺជាកូនប្រុសរបស់លោកអភិបាលស្រុកមួយរូបនិងមានខ្សែស្រឡាញ់អន្តរាគមន៍ដែលអាចធ្វើឲ្យយុត្តិធម៌ត្រូវបាត់បង់សម្រាប់អ្នកក្រីក្រសាច់ញាតិបានក្រាបសំពះអង្វរដល់ឯកឧត្តមសសុខានិងឯកឧត្តមកើតរិទ្ធមេត្តាជួយពិនិត្យនិងផ្ដល់យុត្តិធម៌ដល់ប្អូនប្រុសរបស់ខ្លួនផងព្រោះជីវិតមនុស្សមិនមានល្បែងសម្រាប់អ្នកមានអំណាចនោះទេស្រីស្នេហ៍ចេញមុខការពារប្រស្នេហ៍ថាខ្លួនជាអ្នកបើករវល់មើលទូរស័ព្ទភ្លេចមើលផ្លូវស្រីស្នេហ៍ចេញមុខអះអាងថាខ្លួនគឺជាអ្នកបើកឡានរវល់មើលទូរស័ព្ទទើបមិនបានមើលផ្លូវហើយស្មានតែឡានធ្លាក់រលកបែកកង់ទើបចេះតែជិះរហូតចម្ងាយជាង50ម៉ែត្រមិនដឹងថាក្មេងជិះម៉ូតូចូលឡានតាំងពីពេលណានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើគេសង្កេតធ្វើរីណាចេះសង្សារបានឆ្លេឆ្លាការពារប្រស្នេហ៍ខ្លាចមហាជនវ័យធឿបាបហើយអះអាងថាខ្លួនគឺជាអ្នកបើកឡានទៀតផងហើយគេសង្កេតឃើញនារីរូបនេះពេលកើតហេតុចូលចិត្តដើរទៅខ្សឹបអាជ្ញាធរនិងខ្សឹបអ្នកកាសែតថែមទៀតតែមិនខ្សឹបរឿងអ្វីនោះទេមិត្តខ្លះទៀតពោលអាណិតនារីម្នាក់នេះដែរយប់មិញគាត់ខំលួងលោមផងអបផងអង្វរផងខ្សឹបប្រាប់ឲ្យបរិសុទ្ធដែលស្រវឹងសាជាដៃគូទៅផ្ទះមុនខ្លួនជាអ្នកទទួលខុសត្រូវគ្រប់យ៉ាងមិនទៅណាទេតាំងទីមិនទាន់ផ្អើលមនុស្សមកប៉ុន្តែបរិសុទ្ធរូបនេះមិនព្រមនៅនិយាយច្រើនរូបរឹងគេរហូតមានបញ្ហាកាន់តែធំទឹកចិត្តដែលនាងខំធ្វើក៏ត្រូវរលាយអស់ហើយចុងក្រោយឲ្យគេទម្លាក់កំហុសឲ្យទៀតដោយចៅវាយស្រុកកងមាសទួស្គាល់ថាកូនប្រុសនៅក្នុងឡានបង្កគ្រោះថ្នាក់ចរាចរណ៍ពិតមែនតែអ្នកបើកបរជានារីម្នាក់ទៀតមិនមែនកូនប្រុសលោកទេចំណែកលោកផែងវណ្ណៈវិញនិយាយថាករណីលោកសាមៀនវុធារិទ្ធមន្ត្រីរដ្ឋបាលស្រុកកងមាសបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី18ខែមិនិនាឆ្នាំ2026នៅខណ្ឌឫស្សីកែវហើយបោះពាក្យថាបើបុកស្លាប់យ៉ាងច្រើនបោះលុយ$20,000ចាប់រឿងនោះកំពុងរងការរិះគន់ក្តៅដោយបាយពុះនៅលើបណ្ដាញសង្គម Facebook លោកជំទាវហដាណាបានចែករំលែកមតិថាក្នុងការចិញ្ចឹមកូនអ្វីដែលគាត់ព្រួយបារម្ភបំផុតគឺកូនប្រុសអាងលឿទ្រព្យសម្បត្តិឬអំណាចឪពុកម្ដាយហើយមិនគោរពចំពោះជីវិតនិងស្ថានភាពអ្នកដទៃដោយហេតុនេះគាត់បានដាក់វិន័យច្បាស់លាស់ចំពោះកូនប្រុសចាប់ពីតូចដល់ពេលធំមិនអនុញ្ញាតឲ្យផឹកគ្រឿងស្រវឹងដោយមិនជូនដំណឹងឪពុកម្ដាយមិនអនុញ្ញាតឲ្យបើកបរពេលស្ថិតក្នុងសភាពមិនសមរម្យត្រូវមានអ្នកជួយដឹកជញ្ជូនជានិច្ចត្រូវប្រាប់ឲ្យដឹងជាមុនពេលទៅណាជាមួយអ្នកណានិងធ្វើអ្វីលើសពីនេះគាត់ក៏បង្រៀនឲ្យកូនគោរពនិងឲ្យតម្លៃមនុស្សគ្រប់រូបដោយមិនរើសអើងថាជាអ្នកមានឬអ្នកក្រធំឬតូចឡើយសម្រាប់ការសិក្សាគាត់មិនដាក់សម្ពាធខ្លាំងលើចំណាត់ថ្នាក់ទេប៉ុន្តែផ្ដោតសំខាន់លើចរិតលក្ខណៈនិងការអប់រំព្រោះគាត់ជឿថាការសិក្សាជាពន្លឺប៉ុន្តែចរិតលក្ខណៈនិងការអប់រំគឺជាអ្វីដែលនាំផ្លូវជីវិតឲ្យដើរទៅត្រឹមត្រូវ